Alo bố mẹ, người ta hay nơi, anh mà đau một tia ơi. Cho tới, anh người ta tìm sao anh hai ơi. Nơi Americ, lưu bài nắng. Ok, nơi dọc máy, lưu bài nắng. Ok tệ. Nơi dọc máy, nơi pe đại côn mê rút bà lại khi nông tia. Mà nơi cha tay tay dây bạp thà. Ôn cũng rút bà lại khi nông tia. Bà giặt rút bốc tốc bốc tù. Nơi Americ, ôn cũng rút bà lại khi nông tia. Bà giặt bạn chàng. Nơi dọc máy. Ôn mà này, mà chịu su mật phép bà. Chịu su pu. Nơi Americ. Ôn mà này, mà chịu su mật phép bà. Hi Steve. នៅអាមេរិកនៅពេលដែលគេនិយាយប្រាប់យើងថាម្សិលមិញខ្ញុំងូតទឹកហើយអញ្ចឹងមានថាថ្ងៃនេះគេអត់ត្រូវការងូតទឹកទៀតទេពាក្យហ្នឹងគឺវាអូខេសម្រាប់មនុស្សមួយចំនួននៅទីនេះប៉ុន្តែវាអត់អូខេទេសម្រាប់មនុស្សនៅស្រុកខ្មែរដោយសារអីដោយសារតែអាកាសធាតុនៅស្រុកខ្មែរគឺយើងដឹងហើយក្តៅហើយសើមហើយភាគច្រើនគឺយើងបែកញើសច្រើននៅពេលដែលយើងបែកញើសយើងត្រូវការងូតទឹកម្ដងពីរដងឬក៏បីដងអញ្ចឹងទៅក្នុងមួយថ្ងៃចំណែកនៅអាមេរិកគឺអត់ទេមនុស្សនៅនេះភាគច្រើនគេងូតទឹកមួយថ្ងៃម្ដងឬក៏អ្នកខ្លះងូតទឹកមួយថ្ងៃពីរដងអញ្ចឹងទៅដោយសារតែគេអត់សូវបែកញើសហើយភាគច្រើនគឺគេនៅតែក្នុងបន្ទប់នៅក្នុងម៉ាស៊ីនត្រជាក់អញ្ចឹងគេអត់ត្រូវការងូតទឹកទេគេងូតទឹកមួយថ្ងៃម្ដងឬក៏ពីរថ្ងៃម្ដងក៏វាអូខេដែរនៅស្រុកខ្មែរនៅពេលដែលកូនក្មេងរត់លេងក្នុងផ្ទះគឺមនុស្សធំតែងតែប្រាប់ថាអូនកុំរត់លេងប្រយ័ត្នបុកតុកបុកទូអីចឹងទៅចំណែកនៅអាមេរិកនៅពេលដែលកូនក្មេងរត់លេងក្នុងផ្ទះមនុស្សធំតែនិយាយថាកុំរត់លេងក្នុងផ្ទះប្រយ័ត្នបាក់អញ្ចាំងតើមានន័យថាម៉េចខ្ញុំលឺមុនដំបូងពិតជាឆ្ងល់ខ្លាំងមែនតើប៉ុន្តែនៅពេលដែលយូរទៅបានដឹងថានៅអាមេរិកអញ្ចាំងផ្ទះនីមួយៗភាគច្រើនគឺធ្វើពី drywall វាមិនមែនជាឈើវាមិនមែនជាថ្មប៉ុន្តែវាជា drywall ហ្នឹងវាដូចជាកបោវាដូចជាកងផ្លាកគេនិយាយរួមទៅគឺវាផុយនៅពេលដែលយើងរត់បុកមុំគឺវាផុងចូលអញ្ចឹងហើយបានគេនិយាយថាកុំឲ្យយើងរត់លេងបលែងក្នុងផ្ទះប្រយ័ត្នយើងបុកមកជង្គង់ទៅគឺផុងបាក់អញ្ចឹងហើយចំណែកនៅស្រុកខ្មែរគឺយើងអត់បារម្ភរឿងបាក់អញ្ចឹងទេគឺមានតែបាក់ដៃបាក់ជើងដោយសារតែអញ្ចឹងវាធ្វើពីថ្មអញ្ចឹងធ្វើពីឈើអីចឹងទៅនៅស្រុកខ្មែរនិងនៅអាមេរិកគឺវាមានទំនៀមទម្លាប់ប្រពៃណីខុសៗគ្នានៅពេលដែលយើងជួបអ្នកណាម្នាក់ដែលគេចាស់ជាងយើងនៅស្រុកខ្មែរគឺយើងតែងតែហៅគាត់ពូហៅបងហៅអ៊ំហៅមីងអញ្ចឹងទៅគឺយើងបង្ហាញការគោរពការដែលយើងក្មេងគ្រប់ទៅមនុស្សចាស់ចំណែកនៅអាមេរិកនេះគឺអត់អញ្ចឹងទេគឺប្រពៃណីខុសគ្នាគឺយើងមិនចាំបាច់ហៅពូហៅមីងទេបើគាត់មិនមែនជាពូយើងមិនមែនជាមីងយើងគឺយើងមិនបាច់ហៅគាត់អញ្ចឹងទេគឺយើងអាចហៅឈ្មោះបានការហៅឈ្មោះនរណាម្នាក់មិនមែនមានន័យថាយើងឆ្លើយយើងអត់គោរពគេនោះទេនឹងវាគឺជារបៀបរបស់គេនៅនេះហៅមិត្តភក្តិរបស់យើងដោយឈ្មោះហៅពូរបស់យើងដោយឈ្មោះហៅមនុស្សចាស់ជាងរបស់យើងដោយឈ្មោះគឺវាអត់អីទេតែនីមួយៗគឺមានទំនៀមទម្លាប់ប្រពៃណីខុសៗគ្នាយើងប្រើទំនៀមទម្លាប់របស់យើងប្រពៃណីរបស់យើងទៅប្រកាន់ជនជាតិបរទេសក៏វាអត់កើតដែរព្រោះគេអត់ដឹងហើយគេក៏មិនអាចប្រកាន់យើងបានដែរព្រោះមានទំនៀមទម្លាប់មួយចំនួនដែលយើងអត់ដឹងដូចគ្នាអញ្ចឹងប្រទេសខុសគ្នាទំនៀមទម្លាប់ខុសគ្នាតើអ្នកទាំងអស់គ្នាដឹងរឿងទាំងអស់នេះពីមុនអត់បើដឹងឬក៏មិនដឹងប្រាប់ខ្ញុំនៅក្នុង comment ផងខ្ញុំជីនឈៀនជួបខ្ញុំនៅវីដេអូក្រោយ